តោះអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សណ្ឋាគារមួយកន្លែងដែលនៅជិតនឹងវត្តឧត្តមវតីចង់ដឹងថាសណ្ឋាគារគេស្អាតអត់ហើយបន្ទប់គេមិនដែរតោះទស្សនាទាំងអស់គ្នាអញ្ចឹងខ្ញុំក៏បានទៅសួរព័ត៌មានគេហើយក៏ថតទស្សនវិជ្ជានៅក្នុងសណ្ឋាគារគេតិចតួចចឹងទៅហើយជាពិសេសសណ្ឋាគារគេក៏មានកាហ្វេដែរតោះអញ្ចឹងយើងទៅមើលបន្ទប់វិញម្ដងបន្ទប់ដែលខ្ញុំកំពុងបង្ហាញនេះគ្រាន់តែខ្ញុំបើកចូលមកភ្លាមគឺបើនិយាយពីសម្ភារៈវិញគឺគេរៀបចំឲ្យសពគ្រប់តែម្ដងទាំងការដេក័រហើយបន្ទប់គេក៏មានផាសុកភាពមែនតែនហើយបើនិយាយពីបន្ទប់ទឹកវិញគឺក៏ clean ដែរអ្នកទាំងអស់គ្នាហើយយើងក៏អាចមើលឃើញទិដ្ឋភាពព្រះបរមរាជវាំងនិងទិដ្ឋភាពនៅក្នុងទីក្រុងភ្នំពេញបានផងដែរហើយខ្ញុំក៏ឆ្លៀតពេលថតទិដ្ឋភាពនៅក្នុងបន្ទប់និងទិដ្ឋភាពនៅក្នុងសណ្ឋាគារគេតិចតួចចឹងទៅមុននឹងខ្ញុំទៅកន្លែងបន្ទាប់ទៀតហើយអ្វីដែលពិសេសអ្នកទាំងអស់គ្នាគឺសណ្ឋាគារគេគឺនៅជិតនឹងសួនវត្តបទុមវតីមែនទេហើយបើអ្នកទាំងអស់គ្នាត្រូវការសណ្ឋាគារដែលមានផាសុកភាពនៅជិតនឹងវាំងនៅជិតនឹងកន្លែងដើរលេងច្រើនអ្នកទាំងអស់គ្នាអាចជ្រើសរើសនៅសណ្ឋាគារលើបទុមបាន